ស្ដាយបដោះថ្ងៃមុននឹងឯងបងប្អូនឥឡូវយកមកធ្វើជ្រក់ឲ្យទុកតែ3ថ្ងៃឯងគឺបានញ៉ាំហើយស្ដាយបដោះទុករៀងជ្រុលថ្ងៃដល់អញ្ចឹងទៅឡើងវែងល្អខ្លាំងមែនតែនហើយយកមកធ្វើជ្រក់អញ្ចឹងគឺឆ្ងាញ់ណាស់បងប្អូនគឺជូរឆ្ងាញ់ល្មមតែម្ដងបន្ទាប់ពី3ថ្ងៃជ្រក់ស្ដាយល្មមញ៉ាំហើយគឺខ្ញុំជៀនត្រីដើម្បីផ្ទាប់ញ៉ាំជាមួយគឺថាត្រូវគ្នាមែនតែនហើយត្រីនេះគឺត្រីបារាំងឯងបងប្អូនព្រោះថាត្រីនឹងអត់សូវមានឆ្អឹងផ្ទាប់ជាមួយនឹងជ្រក់ស្ដាយទៅគឺត្រូវតែម្ដងកាលមុនខ្ញុំធ្វើជ្រក់ស្ដាយច្រើនតរលួយបងប្អូនប៉ុន្តែលើកនេះអត់រលួយទេព្រោះថាយើងដឹងពីតិចនិចខ្លះទៅគឺធ្វើជ្រក់អត់រលួយបងប្អូនតែបើជ្រក់យើងជូរហើយបើយើងទុកនៅខាងក្រៅទូទឹកកកទៀតគឺកាន់តែជូរតែម្ដងហើយស្ដាយនេះដែរគឺវែងណាបងប្អូនអើយហើយឡើងខ្ចីលវក់តែម្ដងណាហើយនេះគឺខ្ញុំបេះជើងរួចរាល់ហើយគឺថារៀងយូរដែរឥឡូវយើងចាប់ផ្ដើមដាក់ដាំទឹកចំនួន1លីត្របងប្អូនបន្ទាប់មកខ្ញុំដាក់អំបិលហ្នឹង7ស្លាបព្រាបាយបងប្អូនហើយស្ករសវិញខ្ញុំថែម1ស្លាបព្រាបាយដែរយើងដាំទឹកអំបិលនិងទឹកស្ករហ្នឹងឲ្យពុះល្អសិនចាំយើងចាក់ម្ទេសហើយនិងខ្ទឹមសចូលពេលដែលដាក់ម្ទេសហើយនិងខ្ទឹមសចូលហើយគឺខ្ញុំដាក់បិទភ្លើងហើយទុកឲ្យត្រជាក់សិនបងប្អូនហើយបន្ទាប់មកខ្ញុំស្រង់ម្ទេសចេញណាចាពេលតែទឹកត្រជាក់ហើយស្រង់ម្ទេសចេញមកហើយខ្ញុំយកម្ទេសនិងខ្ទឹមសហ្នឹងមកកិនចំពោះម្ទេសហើយនិងខ្ទឹមសហ្នឹងបងប្អូនអាចដាក់តាមការចូលចិត្តហើយម្ទេសហ្នឹងគឺម្ទេសម៉ាឡេអត់ហឹរទេបងប្អូនគឺហឹរតិចខ្លាំងមែនទែនប៉ុន្តែបើម្ទេសយើងធម្មតាវិញគឺហឹរខ្លាំងតែម្ដងខ្ញុំដាក់នេះដើម្បីយកពណ៌ដោយសារតែខ្ញុំចង់បានជ្រក់យើងរៀងមានពណ៌ស្អាតអញ្ចឹងណាហើយពេលដែលយើងធ្វើបែបហ្នឹងជ្រក់យើងគឺឆាប់ជូរតែម្ដងកិនម្ទេសហើយនិងខ្ទឹមសយើងបានរៀងម៉ត់តិចហើយគឺយើងដាក់ក្នុងចានមួយដើម្បីលាយហើយលាយហ្នឹងគឺលាយជាមួយនឹងទឹកអំបិលដែលយើងបានដាំមិញហ្នឹងបងប្អូនទឹកអំបិលហ្នឹងបានចុះត្រជាក់ហើយយើងយកមកចាក់លាយជាមួយនឹងខ្ទឹមម្ទេសដែលយើងកិនហ្នឹងមកបងប្អូនចង់កិនរៀងម៉ត់ក៏បានសូវម៉ត់ក៏បានដែរកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាទៅគឺរួចរាល់ហើយនេះគឺជាកន្លកែវដែលខ្ញុំដាក់ស្ដាច់បដោះហ្នឹងគឺខ្ញុំត្រូវការកែវថ្មបងប្អូនអាចយកកែវជ័រក៏បានដែរតាមបងប្អូនមានហើយកែវហ្នឹងត្រូវលាងឲ្យស្អាតបងប្អូនដើម្បីយើងធ្វើជ្រក់ទៅកុំឲ្យឆាប់ដុះផ្សិតហើយចំពោះការញាត់នេះវិញបងប្អូនអត់ចង់ធ្វើដូចខ្ញុំនេះក៏បានដែរបងប្អូនញាត់ស្ដាយយើងទាំងអស់ឲ្យណែនហើយចាំយើងចាក់ទឹកអំបិលយើងចូលក៏បានដែរណាដោយសារតែខ្ញុំហ្នឹងចង់ឲ្យម្ទេសហ្នឹងលាយគ្នាជាមួយនឹងស្ដាយហ្នឹងណាចាអញ្ចឹងហើយគឺខ្ញុំញាត់ម្ដងតិចហើយខ្ញុំដួសទឹកអំបិលហ្នឹងដាក់ម្ដងតិចដែរព្រោះខ្ញុំអត់ចង់ឲ្យពេលដែលយើងចាក់ទឹកអំបិលហ្នឹងទៅគឺម្ទេសហើយនឹងខ្ទឹមហ្នឹងកាកគឺនៅខាងលើទាំងអស់អញ្ចឹងណាបងប្អូនគឺអត់ស្មើគ្នាគឺនៅតែខាងលើអញ្ចឹងចាហើយអញ្ចឹងទៅគឺខ្ញុំដាក់លាយគ្នាអញ្ចឹងទៅហើយខ្ញុំញាត់ម្ដងតិចរហូតដល់ពេញឃើញរៀងស្ទើរទឹកខ្ញុំចាក់ទឹកអំបិលហ្នឹងថែមពីលើបន្តិចហើយសកាត់ឲ្យណែនបន្តិចទៅបងប្អូនឃើញតែអញ្ចឹងតែមួយសន្ទុះហ្នឹងស្ដាយយើងរៀងស្វិតតែបងប្អូនអញ្ចឹងទៅគឺចេញទឹកច្រើនហើយខ្ញុំដាក់កូនចានមួយដើម្បីឲ្យស្ដាយយើងហ្នឹងចុះទៅក្រោមអញ្ចឹងកុំឲ្យសភលឡើងលើហើយអាសាសកាត់ស្ដាយយើងចុះក្រោមផងបងប្អូនហើយនេះចំនួន3ថ្ងៃហើយបងប្អូន3ថ្ងៃគឺបានញ៉ាំតែម្ដងពេល3ថ្ងៃស្ដាយយើងគឺរៀងស្វិតទៅក្រោមនឹងតែម្ដងហើយភ្លក់មើលទៅបើកមកឡើងក្លិនជ្រក់ឈ្ងុយហ្មងបងប្អូនត្រង់នេះគឺខ្ញុំចង់បញ្ជាក់បងប្អូនតិចទឹកអំបិលដែលយើងបានដាំរួចជាការស្រេចហ្នឹងគឺយើងទុកឲ្យត្រជាក់សិនចាំយើងយកមកចាក់លាយជាមួយនឹងស្ដាយចាបងប្អូនចាធ្វើបែបហ្នឹងជ្រក់យើងគឺអត់រលួយទេចារយៈពេល3ថ្ងៃគឺបានញ៉ាំហើយស្ដាយយើងពណ៌ឡើងស្រស់ស្អាតហ្មងបងប្អូនតំណងគួរឲ្យចង់ញ៉ាំខ្លាំងមែនទែនហើយជ្រក់នេះបើសិនជាបងប្អូនអត់ចូលចិត្តខ្ទឹមម្ទេសទេមិនបាច់ដាក់ក៏បានដែរឬក៏ដាក់តែខ្ទឹមសហើយមិនបាច់កិនក៏បានដែរព្រោះថា3ថ្ងៃគឺជូរហើយបងប្អូនហើយខ្ញុំចូលចិត្តម្ទេសពណ៌រាងក្រហមអញ្ចឹងខ្ញុំដាក់ទៅជ្រក់ស្ដាច់បដោះយើងបានជូរល្មមហើយឥឡូវខ្ញុំមកប្រឡាក់ត្រីហើយត្រីនេះគឺត្រីសាបទេបងប្អូនគឺខ្ញុំប្រឡាក់តែម្សៅទេដើម្បីបំពងអញ្ចឹងណាចាប្រឡាក់តិចចឹងមកហើយនិយាយទៅការជៀនហ្នឹងគឺមានខុសៗគ្នាបើចាស់ពីដើមវិញគាត់អត់ដែលប្រឡាក់ម្សៅអញ្ចឹងទេគាត់ដាក់តែអំបិលក្នុងខ្ទះអញ្ចឹងណាគឺខ្ញុំឃើញម្ដាយខ្ញុំធ្វើតែអញ្ចឹងឯងតែសម័យនេះវិញដោយសារតែអត់ចង់ជាប់ខ្ទះអត់ចង់អីអញ្ចឹងទៅគឺយើងប្រឡាក់ជាមួយនឹងម្សៅក៏បានឬក៏រោយម្សៅចូលដល់ក្នុងខ្ទះក៏បានដើម្បីដាក់ជៀនគឺអត់ជាប់ទេបងប្អូនចាឥឡូវនេះត្រីយើងក៏បានជៀនហើយរួចរាល់ផងដែរត្រូវគ្នាមែនតើជាមួយនឹងជ្រក់ស្ដាយហ្នឹងបងប្អូនចំពោះជ្រក់ស្ដាយវិញណាបើសិនជាយើងចង់បានរសជាតិថែមអត់ចង់បានរសជាតិជូរសុទ្ធអញ្ចឹងគឺយើងចង់ដាក់ថែមជាមួយនឹងស្ករប៊ីចេងអីតាមការចូលចិត្តទៀតណាចំពោះខ្ញុំវិញគឺថែមប៊ីចេងតិចស្ករបន្តិចដែរ
ចាចំពោះជ្រក់បងប្អូនព្រោះថាញ៉ាំទៅគឺត្រូវគ្នាមែនតែនព្រោះថាជ្រក់ពេលដែលយើងធ្វើរាងជូរខ្លាំងតិចគឺរាងសាបជូរសាបចឹងណាអញ្ចឹងយើងថែមគ្រឿងតាមការចូលចិត្តទៅជ្រក់សណ្តែកញ៉ាំជាមួយនឹងដៃអញ្ចឹងនិយាយថាឆ្ងាញ់ជ្រក់សណ្តែកយើងបើមិនចង់ឲ្យជូរខ្លាំងទេគឺយើងទុកនៅក្នុងទូទឹកកកបងប្អូនអញ្ចឹងទៅកុំឲ្យជ្រក់យើងជូរខ្លាំងពេក